Lower Tower គឺជាអគារខ្ពស់123ជាន់មានកម្ពស់555ម៉ែត្រមានទីតាំងនៅស៊ីនជឿនរុងស្រុកសុងប៉ាទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងវាជាអគារខ្ពស់ជាងគេលំដាប់ទី5ក្នុងពិភពលោកនៅពេលដែលបានបញ្ចប់នោះហើយក៏ជាអគារទី1ក្នុងប្រទេសកូរ៉េខាងត្បូងដែលមានកម្ពស់ជាង100ជាន់ផងដែរអគារនេះរចនាប្លង់ដោយក្រុមហ៊ុន KPF ដែលបានគិតគូរពីការរួមបញ្ចូលគ្នានូវសោភ័ណភាពទំនើបជាមួយនឹងទម្រង់ដែលត្រូវបានបំផុសគំនិតដោយសិល្បៈកូរ៉េជាប្រវត្តិសាស្ត្រនៃសេរ៉ាមិចប៉ូសេឡែននិងអក្សរផ្ចង់ទម្រង់កោងមិនរអាក់រអួលរបស់ប៉មនិងទម្រង់ស្ដើងឆ្លុះបញ្ចាំងពីសិល្បៈកូរ៉េ Tower នេះបានទទួលការយល់ព្រមឲ្យចាប់ផ្ដើមសាងសង់ដោយរដ្ឋាភិបាលក្នុងខែវិច្ឆិកាឆ្នាំ2010ហើយសកម្មភាពបើកការឋានដំបូងនៃការត្រួសត្រាយនិងការដំឡើងរបងការដ្ឋានសាងសង់ក្នុងខែមីនាឆ្នាំ2013